សួស្តីថ្ងៃនេះដែរខ្ញុំមានវីដេអូបង្ហាញបងប្អូនអរគ្នាពី Dynamo LAN ថ្មីទី Demo នេះដែរវាអត់សាកភ្លើងទេបញ្ហារបស់វានោះគឺវាឆ្លងខូចខ្នើយអ្នកនរគ្នាហើយ IC ក៏អត់ស្រួលដែរខ្ញុំក៏ធ្វើការផ្លាស់ប្ដូរថ្មីដែរហើយមួយទៀតវាមានបញ្ហាផ្ដាំងដែរផ្ដាំងវាលន់ហើយខ្ញុំក៏ធ្វើការផ្លាស់ប្ដូរទាំងមុខទាំងក្រោយហើយនេះជា IC ដែលខ្ញុំធ្វើការផ្លាស់ប្ដូរដាក់ចូលរួចរាល់ហើយហើយនេះជា IC របស់វាដែលខ្ញុំដោះចេញមកហើយ IC របស់វាជើងតែមួយខាងទេអ្នកនរគ្នាហើយនេះជា IC ថ្មីដែលខ្ញុំដាក់ចូលនោះគឺមានជើង2អញ្ចឹងយើងប្រើតែជើងតែមួយបានហើយជើងមួយទៀតយើងមិនប្រើទេមិនផ្សារភ្ជាប់ចូលទេគឺយើងផ្សារភ្ជាប់ជើងវាតែមួយខាងជាមួយនឹងយ៉ូតដូចដែលខ្ញុំបានបង្ហាញបងប្អូនអរគ្នាអញ្ចឹងបានហើយអ្នកនរគ្នាបាទយើងប្រើបានដូចគ្នាហើយបើសិនជាបងប្អូនអរគ្នារក IC ដូចប្រភេទបានវាអត់បានអញ្ចឹងបងប្អូនអរគ្នាអាចដាក់ IC ដូចដែលខ្ញុំបានបង្ហាញបងប្អូនអរគ្នាហ្នឹងគឺជើងវាពីរយើងផ្សារភ្ជាប់តែមួយខាងបានហើយជាមួយនឹងយ៉ូតហ្នឹងហើយមួយខាងទៀតហ្នឹងគឺយើងពត់វាទុកចោលទៅវាប្រើបានដូចគ្នាអ្នកនរគ្នាហើយក៏វាសាកដំណើរការល្អដូចគ្នាដែរអ្នកនរគ្នាយើងមិនភ្ជាប់វាទាំងសងខាងទេយើងពត់វាទុកចោលទៅបើមិនយើងរក IC ដូចបនវាហ្នឹងអត់មានណាអ្នកនរគ្នានេះជើងវាមានតែខាងចង្អុយហ្នឹងទេផ្សារភ្ជាប់ជាមួយនឹងយ៉ូតបាទហើយIC ថ្មីបងខ្ញុំដាក់ចូលនេះគឺមានជើងសងខាងអ្នកនរគ្នាអញ្ចឹងខ្ញុំផ្សារភ្ជាប់តែមួយខាងទៅហើយមួយខាងទៀតគឺខ្ញុំពត់វាទុកចោលកុំឲ្យវាប៉ះជាមួយនឹងយ៉ូតផ្នែក B ផ្នែកភ្លើងហ្នឹងយើងមិនផ្សារភ្ជាប់វាទេបាទចឹងយើងពត់វាទុកចោលអញ្ចឹងហើយអ្នកនរគ្នាហើយយើងផ្សារភ្ជាប់វាតែមួយខាងបានហើយគឺប្រើបានដូចគ្នាដំណើរការសាកល្អដូចគ្នាអ្នកនរគ្នាបាទអានេះករណីថាបើសិនជាបងប្អូនអរគ្នាជួបដូចបងខ្ញុំអញ្ចឹងយើងអត់មានប្រភេទដូចបងវាអញ្ចឹងអានេះជា IC មួយ IT ដូចគ្នាដែរប៉ុន្តែប្រភេទថ្មីនេះវាមានជើង2អ្នកនរគ្នាអញ្ចឹងយើងភ្ជាប់វាតែមួយខាងបានហើយយើងមួយខាងទៀតគឺមិនភ្ជាប់ទេហើយនេះជាខ្នើយបានវាហើយនេះជាខ្នើយថ្មីហើយដែលខ្ញុំបានដាក់ចូលគុំចូលរួចរាល់ហើយអ្នកនរគ្នាបាទអានេះជា IC SIM ដែលជាប់នឹង Dynamo មកបាទអញ្ចឹងយើងរកបានយើងយក IC ភេទថ្មីនេះដែលមានជើង2ហ្នឹងយើងផ្សារភ្ជាប់ជើងវាតែមួយខាងបានហើយហើយមួយខាងទៀតនោះគឺយើងមិនផ្សារភ្ជាប់ទេយើងពត់វាទុកចោលទៅបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេចង់បង្ហាញដល់អ្នកនរគ្នាបាទជួបគ្នានៅคลิปវីដេអូក្រោយទៀត